សពសោតត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតដ៏ពិសិដ្ឋក្រៅពីនេះវាមានតម្លៃផ្នែកខាងទេសចរនៅពេលដែលគេនិយាយអំពីវត្តមានសពសោតអ៊ីរ៉ាវឌីគេតែងតែមកទស្សនាប្រទេសកម្ពុជាសពសោតបង្កើនសេដ្ឋកិច្ចជាតិក៏ដូចជាបង្កើនជីវភាពនៃការរស់នៅរបស់ប្រជាជនមូលដ្ឋានដើម្បីស្ដារឡើងវិញនៅចំនួនសរុបរបស់សត្វសោតទន្លេមេគង្គរាជរដ្ឋាភិបាលបានដាក់ចេញនៅអនុក្រឹត្យស្ដីអំពីការគ្រប់គ្រងនិងការការពារសត្វសោតទន្លេមេគង្គនៅក្នុងឆ្នាំ2012យើងបានបង្កើនចំនួនសរុបរបស់សត្វសោតជាប្រវត្តិសាស្ត្រដើម្បីធានាបាននូវនិរន្តរភាពនៃសត្វសោតនៅក្នុងទន្លេមេគង្គចាំបាច់ណាស់នៅការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានរួមមានភូមិមានស្រុកមានឃុំវត្តមានរបស់ឆ្មាំទន្លេនិងជាពិសេសគឺប្រជាជនដែលរស់នៅតាមភូមិតាមដងទន្លេមេគង្គនៅក្នុងខេត្តកញ្ចេះស្ទឹងត្រែងនឹងឯងពីព្រោះពួកគាត់គឺជាម្ចាស់នៃធនធានអញ្ចឹងការចូលរួមនិងការពាររបស់ពួកគាត់វាគឺជារឿងចាំបាច់បើសិនជាក្នុងករណីពុំមានការចូលរួមឲ្យបានពេញទំហឹងដើម្បីការពារសត្វសោតប្រហែលជាមិនមានវត្តមានរបស់សត្វសោតនៅក្នុងទន្លេមេគង្គនៅក្នុងខេត្តកញ្ចេះស្ទឹងត្រែងទៀតទេ